ngày đi đá nó bong phôi mà mơ pi mà hô bằng bốc đây nhom này trên bị bài cỏ dừng ai này tôi chỉ bảo bo có bán tôi chia bài cái đăng có bán hay chị bài cha có bán nhưng ban vô bài cỏ một thôi chị bài cha cái pi nằm bay bằng hang chun bong phôiแต่ dân kêu xong bỏ dưới on miền ấy trà đấy bong phôi miềnแต่tầm có hòm tầm sauce phải chơi rồi sọ mặt tết sườn đai cú sạch rút bằng kia cream cà pi cỏ tháo náoទឹកស៊ីអ៊ីវប្រេងខ្យងនិងម្សៅស៊ុបម៉ត់តែអញ្ចឹងតែមើលពីរបៀបធ្វើទាំងអស់គ្នាយកកូនចានដាក់គ្រឿងផ្សំចូលគ្នាចាមានកាពិមានទឹកស៊ីអ៊ីវម្សៅស៊ុបម៉ត់ស្ករត្នោតប្រេងខ្យងហើយនឹងម្រេចបន្តិចផងបងប្អូនកូរគ្រឿងផ្សំទាំងអស់ឲ្យរលាយចូលគ្នាឲ្យសព្វចាបន្ទាប់មកយើងមកបកខ្ទឹមក្រហមហើយនឹងខ្ទឹមសបន្ទាប់មកយើងចាប់ផ្ដើមចាត់បន្លែមានដូចជាត្រសក់ស្វាយគឺយើងឈូសល្អិតស្ដើងទូចហើយសណ្តែកគូគឺយើងហាន់ល្អិតតូចដែរបងប្អូនរាប់ប្រទេសបើសិនជាបងប្អូនមិនចូលចិត្តយើងអត់ដាក់ក៏បានដែរហូបមួយចាននេះងាយធ្វើមែនតើយើងអត់ចំណាយពេលច្រើនហើយក៏មិនមានគ្រឿងផ្សំអីពិបាកដែរខ្ញុំភ្លេចប្រាប់គឺមានពងមាន់មួយមុខទៀតបងប្អូនអាចប្រើពងមាន់ឬក៏ពងទាក៏បានដែរពងមាន់បងប្អូនគ្រាន់តែគោះដាក់ចានរួចហើយដាក់ម្សៅស៊ុបមាន់ចូលតែបន្តិចទៅហើយគោះឲ្យឡើងតមកក៏យើងយកទៅចឹងយើងមានសាច់ជ្រូកទៀតអញ្ចឹងបងប្អូនអាចប្រើជាសាច់ជ្រូក3ជាន់ឬក៏សាច់ស្មើមុខក៏បានដែរគឺយើងហាន់ដូចយើងឆាធម្មតាឲ្យស្ដើងមកល្មមមកបន្ទាប់មកយើងចាប់ផ្ដើមឆាតែឥឡូវនេះខ្ញុំចៀនពងមាន់មុនសិនណាបងប្អូនទៅអញ្ចឹងយើងដាក់ខ្ទះឲ្យក្ដៅរួចចាក់ប្រេងហើយចៀនពងមាន់វិញម្ដងបងប្អូនចាបន្ទាប់ពីខ្ញុំចៀនពងមាន់ហើយខ្ញុំចាប់ផ្ដើមលីងបង្គាចាបង្គាយើងប្រើបង្គាសាបបងប្អូនហើយលាងទឹកឲ្យស្អាតសិនទើបយកមកលីងអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើមមកឆាសាច់វិញម្ដងគឺយើងដាក់ប្រេងឆារួចហើយយើងដាក់ខ្ទឹមសដែលយើងចិញ្ច្រាំបន្ទាប់មកយើងដាក់ស្ករត្នោតសិនបងប្អូនយើងកូរស្ករត្នោតឲ្យវាឡើងក្រហមដូចយើងខអញ្ចឹងបងប្អូនចាដាក់ស្ករត្នោតកូរក្រហមហើយយើងចាប់ផ្ដើមដាក់សាច់ចាហើយឆារហូតដល់ក្រៀមឡើងក្រហមទើបបងប្អូនចាប់ផ្ដើមដាក់គ្រឿងផ្សំចាយើងដាក់ម្សៅស៊ុបមាន់ចូលបន្តិចទឹកស៊ីអ៊ីវបន្តិចប្រេងខ្យងបន្តិចអំបិលបន្តិចដូចយើងឆាធម្មតាអញ្ចឹងបងប្អូនឲ្យរសជាតិកុំឲ្យប្រៃពេកទេបងប្អូនសម្រាប់សាច់ជ្រូកនេះគឺយើងត្រូវឆាឲ្យឡើងក្រៀមបន្តិចរហូតដល់ពណ៌ឡើងក្រហមទើបយើងដួសចេញចាចុងក្រោយគឺយើងចាប់ផ្ដើមមកឆាបាយអញ្ចឹងបងប្អូនត្រូវលាងខ្ទះឲ្យស្អាតសិនបន្ទាប់មកយើងចាក់ប្រេងបំពងខ្ទឹមសចិញ្ច្រាំចូលឲ្យឈ្ងុយបន្តិចទើបចាក់គ្រឿងដែលយើងផ្សំនឹងចូលកូរគ្រឿងកាពិនឹងជាមួយនឹងខ្ទឹមសនឹងឲ្យឈ្ងុយបន្តិចបន្ទាប់មកបានយើងចាប់ផ្ដើមចាក់បាយកកយើងចូលបងប្អូនយើងកូរបាយជាមួយនឹងគ្រឿងដែលយើងបានឆានឹងចូលគ្នាឲ្យសព្វរហូតដល់បាយរបស់យើងនឹងស្ងួតទឹកអស់ទើបយើងបិទភ្លើងបានបងប្អូនចាអញ្ចឹងមើលទៅពណ៌ក៏តំណងដែរបងប្អូននិយាយពីក្លិនវិញគឺថាឈ្ងុយមែនតែនហើយតែពេលយើងញ៉ាំណាអត់មានក្លិនកាពិទេគឺរសជាតិវិញគឺថាឆ្ងាញ់តែម្ដងបងប្អូនសាកល្បងធ្វើតាមនាងខ្ញុំគឺពិតជាឆ្ងាញ់តែខុសប្លែកពីបាយឆាយើងធម្មតាបងប្អូនចាឥឡូវឆ្អិនហើយនាងខ្ញុំបានដួសដាក់ចានហើយបន្ទាប់មកយើងចាប់ផ្ដើមយកពងមាន់របស់យើងហាន់ជាសរសៃល្អិតចាហាន់ល្អិតស្ដើងល្មមអញ្ចឹងបងប្អូនចឹងឆ្អិនអស់ហើយយើងខ្ញុំចាប់ផ្ដើមរៀបចំដាក់ចានចារបៀបរៀបចំដាក់ចានស្រេចទៅលើបងប្អូនចូលចិត្តចាអញ្ចឹងនេះនាងខ្ញុំធ្វើតាមរបៀបរបស់នាងខ្ញុំចាខ្ញុំដួសបាយដាក់នៅក្នុងកូនចានរួចហើយក៏យកមកដាក់ឲ្យចំកណ្ដាលបន្ទាប់មកគឺយើងរៀបចំនៅគ្រឿងផ្សំរបស់បាយឆាកាពិហ្នឹងដាក់ជុំវិញតែម្ដងចាបងប្អូនចង់រៀបបែបណាគឺយើងអាចធ្វើតាមនឹងការរៀបចំដាក់ចានគឺវាធ្វើឲ្យម្ហូបមួយចានមើលទៅតាក់ទាញគួរឲ្យចង់ញ៉ាំចាអញ្ចឹងមកទស្សនាពីរបៀបរៀបចំដាក់ចានទាំងអស់គ្នាចឹងរួចរាល់ហើយបងប្អូនមើលឃើញក៏ទំនងដែរហើយបើរសជាតិវិញគឺថាឆ្ងាញ់តែម្ដងចឹងម្ហូបនេះយើងអាចញ៉ាំចូលគ្នាទាំងអស់ជាមួយនឹងបន្លែដែលយើងរៀបនៅជុំវិញហ្នឹងយើងអាចច្បល់ចូលគ្នាហើយបានញ៉ាំក៏បានហើយជាពិសេសគឺយើងញ៉ាំជាមួយនឹងស្វាយសាប់ជូរតិចផងណាគឺដាក់ចូលគ្នាទៅថាឆ្ងាញ់និយាយពីក្លិនបាយវិញគឺថាឈ្ងុយមែនតើបងប្អូនអាចសាកល្បងធ្វើតាមនាងខ្ញុំធានាថាឆ្ងាញ់គឺថាឆ្ងាញ់ជាប់ចិត្តតែម្ដងបងប្អូនចាសម្រាប់ម្ហូបមួយមុខនេះមានតែប៉ុណ្្នឹងទេបងប្អូនក៏សូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនតាំងពីដើមដល់ចប់កុំភ្លេចបងប្អូនជួយ follow ជួយ like ជួយ share នៅ page ថ្មីរបស់នាងខ្ញុំផងណាបងប្អូន fan ចង់បានម្ហូបអីថ្មីប្លែកសូម comment នៅក្នុងវីដេអូនេះផងចាអញ្ចឹងក៏សូមអរគុណជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត